សូមមកធ្វើការreview ទៅលើប្រភេទគម្រោងផ្ទះវិឡាទឿមួយដែលយើងបានធ្វើការសិក្សាប្លង់ឲ្យទៅខាងម្ចាស់គម្រោងអញ្ចឹងថ្ងៃនេះមុននឹងធ្វើការ submit ឯកសារប្លង់ឲ្យទៅខាងគាត់គឺខ្ញុំសូមមកធ្វើការ review ទៅលើគម្រោងរបស់យើងបន្តិចទៅលើគម្រោងដែលយើងបានធ្វើការសិក្សាប្លង់ចប់រួចរាល់អញ្ចឹងសម្រាប់ខ្ញុំគឺជាវិស្វករដែលយើងធ្វើការសិក្សាទៅលើប្លង់នេះអញ្ចឹងសម្រាប់ការងារប្លង់ផ្ទះវិឡាទឿនេះគឺមានទំហំ8គុណជាមួយនឹង13ម៉ែត្រដែលមានបន្ទប់គេងចំនួន3មានបន្ទប់ទឹកចំនួន4នៅក្នុងនោះគឺបន្ទប់គេងនីមួយៗគឺមានបន្ទប់ទឹកឯកជនមួយហើយនៅក្នុងផ្ទះបាយគឺមានបន្ទប់ទឹកដាច់ដោយឡែកដែលយើងប្រើជាបន្ទប់ទឹករួមអញ្ចឹងយើងមកនឹងធ្វើការលម្អិតទៅលើការងារប្លង់របស់យើងទាំងអស់គ្នាមុននឹងយើងធ្វើការ submit ឯកសារប្លង់នេះឲ្យទៅខាងម្ចាស់គម្រោងផ្ទាល់ផងដែរអញ្ចឹងមួយវិញទៀតសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការក្នុងការសិក្សាគម្រោងប្លង់ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងមកខាងក្រុមការងារយើងខ្ញុំបានតាមរយៈលេខទូរស័ព្ទឬក៏តាមរយៈ link Telegram ផ្ទាល់ដែលខ្ញុំបានធ្វើការភ្ជាប់នៅក្នុងវីដេអូរបស់ខ្ញុំផ្ទាល់នេះផងដែរអញ្ចឹងសម្រាប់នេះគឺជាគម្រោងប្លង់ដែលយើងបានធ្វើការសិក្សាប្លង់ចប់យើងមានទាំងប្លង់ AutoCAD នៅក្នុងនោះគឺយើងដំឡើងទៅលើការងារប្លង់ 3D ហើយនឹងយើងមានការងារប្លង់ render ជាការងារមួយចំនួនដែលយើងលើកឡើងយកមកនិយាយទាំងអស់នោះគឺយើងលម្អិតទៅលើការងារប្លង់ផ្សេងៗទៀតដែលមាននៅក្នុងកញ្ចប់ការងារប្លង់របស់យើងអញ្ចឹងខ្ញុំនឹងទៅធ្វើការបើកត្រួសសម្រាប់ធ្វើការឲ្យពុកម៉ែបងប្អូនពិនិត្យមើលបានសម្រាប់គឺជារូបភាពប្លង់ដែលយើងបានធ្វើការ render ដើម្បីយើងធ្វើការភ្ជាប់ជាមួយនឹងឯកសារការងារប្លង់របស់យើងអញ្ចឹងឥឡូវយើងនឹងទៅធ្វើការពិនិត្យមើលទៅលើឯកសារប្លង់របស់យើងទាំងអស់គ្នាផងដែរ